สิกជនជាទីគោរពលីកាមានទឹកប្រាក់7លានរៀលនៅក្នុងដៃហើយដូច្នេះប្រសិនបើគាត់ឈ្នះក្របបែកទី5ទៀតគាត់នឹងបានទឹកប្រាក់បន្ថែមក្របបែកទី5មានទឹកប្រាក់ចំនួន5លានរៀលហើយដូច្នេះបើឈ្នះក្របបែកទី5បូក7លានឡើងរហូតដល់12លានរៀលចា៎បងជូនពរសំណាងល្អលីកាណាអរគុណច្រើនត្រូវតែស៊ូធ្វើឲ្យបានបាទសូមជម្រាបជូនថាក្របបែកទី5មានខ្សែចម្លើយទាំងអស់ចំនួន6ខ្សែចម្លើយខុស5ត្រូវ1ខ្សែចម្លើយកាន់តែច្រើនហើយកាន់តែពិបាកប៉ុន្តែទឹកប្រាក់ក៏កាន់តែច្រើនបាទសាការីសូមបង្ហាញចម្លើយពណ៌ខៀវឆ្នាំ1920ពណ៌លឿង1921ពណ៌ក្រហម1922ពណ៌បៃតង1923ពណ៌ទឹកក្រូច1924ពណ៌ស្វាយ1925ស្គាល់ឆ្នាំទាំងអស់នេះទេលីកាហើយជានិយាយពីក្រៀមច្រើនអូខេប្រហែលទេណាបាទជូនពរសំណាងល្អណាឆ្លងឲ្យផុកក្របបែកទី5ឈានចូលក្របបែកទី6ហើយសាការីសូមបង្ហាញសំណួរតើបណ្ណាល័យជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំណាក្របបែកទី5ទឹកប្រាក់5លានរៀលលីកាមានរយៈពេល1នាទីសូមចាប់ផ្ដើមកាត់ចម្លើយដែលខុសចោលខ្ញុំគិតថាប្រហែលជាមិនមែនឆ្នាំ1920ខ្ញុំកាត់120កាត់ពណ៌ខៀវអូបងសាទរ yes សូមបន្ត1924ពណ៌តក្រូចក៏មិនមែនជាចម្លើយដែលត្រឹមត្រូវបាទ1924ក៏កាត់ចោលដែរទៅឬក៏ខុសសិតតែស្មានត្រឹមត្រូវអូបងសាទរ yes សូមបន្តបាទ1922ខ្សែពណ៌ក្រហមក៏មិនមែនជាចម្លើយដែលត្រឹមត្រូវដែរចង់បងកាត់ពណ៌ក្រហមចេញត្រឹមត្រូវអូបងសាទរអូខេសូមបន្តបាទឆ្នាំ3ឆ្នាំហ្នឹងខ្ញុំប្រហែលអូខេ1921ខ្សែពណ៌លឿងបាទចិត្តអស់នាទីលឿនតិចនេះជាពេលវេលាដ៏តឹងតែងបំផុតសូមចូលរួមសោកស្ដាយខ្លាំងមែនតើលីកាតែសិស្សជនជាទីគោរពក៏បានប្រាប់ដែរបាញ់មិញថា3ចម្លើយចុងក្រោយគឺគាត់ព្រាវប្រហាក់ប្រហែលបណ្ណាល័យជាតិកម្ពុជាកសាងនៅឆ្នាំ1921កាត់ចាំចម្លើយត្រឹមត្រូវទេសិស្សជននៅសល់តែ2ចម្លើយទៀតគឺគាត់នឹងបាន5រៀល2ក្របបែកទី5សោកស្ដាយខ្លាំងទេតិចតួចមកប៉ុន្តែតិចតួចណាបាទចាំមិនបើអត់ដឹងចម្លើយមែនទេបាទចឹងសូមអញ្ជើញទាំងឌឿរួមជាមួយនឹងបងស្រីឡើងលើវេទិកាសូមដល់កម្លាំងចិត្តជួយពួកគាត់ម្ដងទៀតបងប្អូនបានសោកស្ដាយទេអ្នកទាំង3សោកស្ដាយខ្លាំងលីនណាឌឿនស្ដាយអត់អីអាហ្នឹងជាធម្មតាតែហ្គេមគឺមានភាពឈ្នះនឹងចាញ់មានពីរហ្នឹងឯងវានឹងខ្លាចជាបទពិសោធន៍សម្រាប់អ្នកទាំង3យើងឡើងលេងលើកទី1យើងបានដឹងពីវិញ្ញាសាបានដឹងពីការកាត់ក្របបែកបានដឹងពីទស្សនភាពនៅកន្លែងនេះអញ្ចឹងបើសិនបើយើងត្រឡប់មកលើកក្រោយយើងមានបទពិសោធន៍ពេញខ្លួនយើងអត់ខ្លាចទេមែនទេយើងទឹកប្រាយបានណាមកលើកក្រោយទៀតអត់ចាបាទសង្ឃឹមថានឹងជួបអ្នកទាំង3ម្ដងទៀតនៅឱកាសក្រោយអរគុណដែលបានចូលរួមជូនពរឲ្យជោគជ័យការសិក្សាហើយនៅតែសង្ឃឹមថានឹងជួបគ្នាម្ដងទៀតណាបាទទូទៅសិស្សជនជាទីគោរពកម្មវិធីបូមនៅក្នុងសប្តាហ៍នេះទាំងក្រុមទី1និងក្រុមទី2គឺមិនអាចយកប្រាក់ចេញពីកម្មវិធីសូម្បីតែ1រៀលគឺពិតជាសោកស្ដាយមែនទែនកម្មវិធីចង់ឲ្យពួកគាត់ឈ្នះយ៉ាងហោចណាស់ក៏បាន10លាន20លានពីកម្មវិធីបូមតែសប្តាហ៍នេះគឺបេក្ខជនបេក្ខនារីធ្វើអត់បានទាំង2ក្រុមសូមចូលរួមសោកស្ដាយហើយបន្តលើកកម្លាំងចិត្តនិងស្វែងរកម្ចាស់ទឹកប្រាក់125លានរៀលនៅសប្តាហ៍ក្រោយកម្មវិធីបូមនៅពេលនេះបានឈានចូលដល់ទីបញ្ចប់សូមអរគុណចំពោះការតាមដានទស្សនានិងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាទូរទស្សន៍បាយ័ននិងខិតខំប្រឹងប្រែងបង្កើតកម្មវិធីល្អៗសម្រាប់អស់លោកអ្នកជាបន្តទៀតសូមកុំភ្លេចទស្សនាកម្មវិធីបូមនៅសប្តាហ៍ក្រោយតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ននៅពេលនេះខ្ញុំមកវិឆ័យរួមជាមួយនឹងក្រុមការងារបូមសូមអរគុណសូមគោរពលា